សុកសុកคล้ายជាអ្នកដតីការឈឺចាប់បំផុតនៅសុកសុកคล้ายទៅជាមនុស្សដែលមិនស្គាល់គ្នាមានរឿងមួយដែលខ្ញុំគិតថានឹងឈឺចាប់ជាងការបែកគ្នាទៅទៀតវាមិនមែនជាការដែលគេនិយាយថាយើងបញ្ចប់ត្រឹមនេះវាក៏មិនមែនជាការដែលគេប្លង់អ្នកដែរប៉ុន្តែវាគឺជាពេលដែលមនុស្សធ្លាប់ស្គាល់គ្នាគ្រប់យ៉ាងនៅថ្ងៃមួយធ្វើដូចជាមិនដែលស្គាល់ធ្លាប់មានថ្ងៃដែលគេដឹងថាអ្នកចូលចិត្តញ៉ាំអ្វីគេដឹងថាអ្នកខ្លាចអ្វីគេដឹងថានៅពេលដែលអ្នកស្ងាត់មានន័យថាអ្នកកំពុងឈឺចាប់គេដឹងថាពាក្យត្រឹមតែមួយម៉ាត់ក៏អាចធ្វើឲ្យអ្នកញញឹមបានអ្នកទាំងពីរធ្លាប់ស្គាល់គ្នាធ្លាប់ស្រឡាញ់គ្នាច្រើនជាងអ្នកណាទាំងអស់ប៉ុន្តែនៅថ្ងៃមួយនៅពេលដែលអ្នកជួបគ្នាម្ដងទៀតគេគ្រាន់តែដើរកាត់អ្នកគ្មានស្នាមញញឹមគ្មានការសួរសុខទុក្ខគ្មានសូម្បីតែការងក់ក្បាលហើយនៅពេលនោះអ្នកចាប់ផ្ដើមសួរខ្លួនឯងថាតើនេះជាមនុស្សដដែលមែនទេតើមនុស្សអាចផ្លាស់ប្ដូរបានខ្លាំងដល់ថ្នាក់នេះមែនទេហើយអ្វីដែលធ្វើឲ្យអ្នកឈឺចាប់មិនមែនព្រោះតែគេលែងស្រឡាញ់អ្នកទេប៉ុន្តែព្រោះតែគេធ្វើដូចជាអ្នកមិនធ្លាប់មាននៅក្នុងជីវិតរបស់គេអ្វីដែលពិបាកទទួលយកបំផុតគឺអ្នកនៅតែចងចាំគេដូចថ្ងៃដំបូងប៉ុន្តែគេមើលមកអ្នកដូចជាមនុស្សចម្លែកនៅពេលខ្លះការបាត់បង់មិនកើតឡើងនៅថ្ងៃដែលគេចាកចេញទេវាកើតឡើងនៅថ្ងៃដែលអ្នកដឹងថាមនុស្សដែលធ្លាប់ហៅឈ្មោះអ្នកដោយក្តីស្រឡាញ់នៅថ្ងៃនេះលែងមានសូម្បីតែបំណងចង់និយាយរកអ្នកហើយក៏ប្រហែលជាបើអ្នកកំពុងតែស្ដាប់វីដេអូមួយនេះអ្នកក៏ធ្លាប់មានមនុស្សម្នាក់ដែលធ្លាប់ជិតស្និទ្ធបំផុតប៉ុន្តែនៅថ្ងៃនេះคล้ายទៅជាមនុស្សដែលឆ្ងាយគ្នាបំផុតនៅថ្ងៃនេះយើងនឹងនិយាយអំពីហេតុអ្វីបានជាមនុស្សធ្លាប់ស្គាល់យើងគ្រប់យ៉ាងអាចคล้ายទៅជាមនុស្សចម្លែកបានហើយដែលសំខាន់ជាងនេះទៅទៀតតើយើងគួរតែធ្វើដូចម្តេចនៅពេលដែលមនុស្សធ្លាប់តែជាពិភពលោករបស់យើងលែងមានយើងនៅក្នុងពិភពលោករបស់គេទៀតហេតុអ្វីបានជាមនុស្សដែលធ្លាប់តែស្និទ្ធស្នាលអាចคล้ายទៅជាមនុស្សដ៏ចម្លែកមានពេលមួយខ្ញុំធ្លាប់ជឿថាបើមនុស្សពីរនាក់ស្រឡាញ់គ្នាពិតប្រាកដពួកគេនឹងមិនคล้ายទៅជាមនុស្សចម្លែកចំពោះគ្នានោះទេប៉ុន្តែជីវិតបានបង្រៀនខ្ញុំថាមនុស្សអាចនឹងនៅតែដដែលប៉ុន្តែអារម្មណ៍ពួកគេអាចនឹងផ្លាស់ប្ដូរនៅថ្ងៃមួយគេធ្លាប់រងចាំសាររបស់អ្នកត្រឹមតែអ្នកឆ្លើយយឺតបន្តិចគេក៏បារម្ភនៅថ្ងៃមួយគេធ្លាប់ចង់ដឹងថាតើអ្នកញ៉ាំបាយហើយឬនៅអ្នកទៅដល់ផ្ទះដោយសុវត្ថិភាពឬក៏អត់តើអ្នកហត់នឿយដែរទេក៏ប៉ុន្តែនៅថ្ងៃនេះទោះបីជាអ្នកបាត់មួយថ្ងៃមួយសប្តាហ៍ឬក៏មួយខែក៏គេមិនសួររកអ្នកទៀតដែរហើយនៅពេលនោះហើយអ្នកនឹងចាប់ផ្ដើមគិតថាតើគេផ្លាស់ប្ដូរឬប្រហែលជាចម្លើយនោះគឺចាស់ឬក៏បានប៉ុន្តែមិនមែនព្រោះតែគេភ្លេចអ្នកភ្លាមនោះទេមនុស្សមិនអាចផ្លាស់ប្ដូរក្នុងពេលតែមួយយប់ទេពួកគេអាចនឹងផ្លាស់ប្ដូរបន្តិចម្ដងការផ្ញើសារតិចជាងមុនការយកចិត្តទុកដាក់តិចជាងមុនការខ្វល់ខ្វាយតិចជាងមុនរហូតដល់ថ្ងៃមួយអ្វីដែលធ្លាប់តែជារឿងធម្មតាវាក៏คล้ายទៅជារឿងដែលលែងមានតទៅទៀតហើយការឈឺចាប់បំផុតមិនមែនជាការដែលគេផ្លាស់ប្ដូរទៅទេវាគឺជាការដែលអ្នកនៅតែចងចាំគេដូចថ្ងៃដំបូងខណៈដែលគេលែងមើលអ្នកដូចជាមនុស្សដដែលនោះហើយគឺជាមូលហេតុដែលមនុស្សជាច្រើនមិនយំដោយសារការបែកគ្នាទេប៉ុន្តែពួកគេបែកជាយំព្រោះតែពិបាកទទួលយកថាមនុស្សដែលធ្លាប់តែចិត្តដិតបំផុតក៏អាចคล้ายទៅជាមនុស្សដែលមិនស្គាល់គ្នាបានអ្នកមិននឹកមនុស្សម្នាក់នោះទេអ្នកនឹកមនុស្សដែលគេធ្លាប់ជាមានការពិតមួយដែលខ្ញុំចង់ឲ្យអ្នកស្ដាប់ឲ្យចំហើយក៏ប្រហែលជាអ្នកមិនបាននឹកមនុស្សដែលឈរនៅចំពោះមុខអ្នកសពថ្ងៃនេះទេអ្នកកំពុងតែនឹកមនុស្សដែលគេធ្លាប់คล้ายទៅជាអ្នកនឹកមនុស្សដែលធ្លាប់ផ្ញើសារដល់ផ្ទះហើយឬប្រាប់ផងអ្នកនឹកមនុស្សដែលធ្លាប់ចាំថ្ងៃកំណើតរបស់អ្នកនឹកមនុស្សដែលធ្លាប់និយាយថាខ្ញុំបារម្ភខ្ញុំនៅទីនេះជាមួយអ្នកក៏ប៉ុន្តែមនុស្សម្នាក់ដែលអ្នកកំពុងតែនឹកប្រហែលជាលែងមានទៀតហើយអ្នកកំពុងតែរស់នៅជាមួយការចងចាំមិនមែនជាការពិតហើយការចងចាំតែងតែស្រស់ស្អាតជាងការពិតវាធ្វើឲ្យអ្នកនឹកស្នាមញញឹមនឹកការអោបនឹកពាក្យផ្អែមល្ហែមប៉ុន្តែមិនសូវរំលឹកអ្នកទេអំពីយប់ដែលអ្នកយំម្នាក់ឯង
នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកកំពុងតែព្យាយាមស្រឡាញ់មនុស្សម្នាក់តែម្នាក់ឯងហើយនោះហើយគឺជាហេតុដែលអ្នកមានអារម្មណ៍ច្របូកច្របល់ពីព្រោះបេះដូងរបស់អ្នកកំពុងតែស្រឡាញ់អតីតកាលខណៈដែលការពិតបានផ្លាស់ប្ដូរទៅហើយសុំសួរខ្លួនឯងមួយសំណួរទៅមើលបើថ្ងៃនេះអ្នកបានជួបគេជាលើកដំបូងដោយគេមានអាកប្បកិរិយាដូចជាសប្តាហ៍ថ្ងៃតើអ្នកនឹងលង់ស្រឡាញ់គេដែរទេសំណួរមួយនេះអាចឈឺចាប់ប៉ុន្តែក៏អាចធ្វើឲ្យអ្នកមើលឃើញការពិតនៅពេលខ្លះអ្នកមិនកំពុងតែពិបាកលែងមនុស្សម្នាក់ទេប៉ុន្តែអ្នកកំពុងតែពិបាកលាមនុស្សដែលធ្លាប់មាននៅក្នុងការចងចាំរបស់អ្នកហើយមនុស្សពីរនាក់នេះមិនមែនជាមនុស្សដូចគ្នាទៀតទេការឈឺចាប់ដ៏ធំបំផុតនៅពេលដែលអ្នកដឹងថាគេអាចរស់នៅបានយ៉ាងល្អដោយគ្មានអ្នកមានពេលមួយអ្នកធ្លាប់គិតថាអ្នកគឺជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់គេអ្នកធ្លាប់ជឿថាគ្មានអ្នកគេនឹងនឹកអ្នកដូចដែលអ្នកនឹកគេក៏ប៉ុន្តែថ្ងៃមួយនៅពេលដែលអ្នកបានជួបគេម្ដងទៀតគេអាចសើចអាចញញឹមគេអាចបន្តជីវិតរបស់គេដោយគ្មានអ្វីកើតឡើងនៅពេលនោះបេះដូងរបស់អ្នកអាចស្ងប់មួយផ្លែតមិនមែនព្រោះតែអ្នកឈប់ស្រឡាញ់គេទេប៉ុន្តែព្រោះតែអ្នកទើបតែដឹងថាមនុស្សដែលអ្នកនឹករាល់ថ្ងៃប្រហែលជាមិនបាននឹកអ្នកដូចដែលអ្នកនឹកគេទេការពិតមួយនេះអាចនឹងឈឺចាប់ខ្លាំងប៉ុន្តែវាក៏ជាការពិតដែលមនុស្សជាច្រើនត្រូវតែរៀនទទួលយកយើងមិនអាចវាស់ស្ទង់សេចក្តីស្រឡាញ់ដោយការចងចាំរបស់ខ្លួនឯងបានទេពីព្រោះមនុស្សពីរនាក់អាចនឹងមានអនុស្សាវរីយ៍ដូចគ្នាក៏ប៉ុន្តែមានអារម្មណ៍ខុសគ្នាអ្វីដែលពិភពលោករបស់អ្នកប្រហែលជាគ្រាន់តែជាជំពូកមួយនៅក្នុងជីវិតរបស់គេហើយការពិតទាំងនេះមិនមែនដើម្បីឲ្យអ្នកស្អប់គេទេវាគ្រាន់តែបង្រៀនអ្នកថាកុំឲ្យតម្លៃរបស់ខ្លួនឯងអាស្រ័យទៅលើការដែលនរណាម្នាក់នៅចងចាំអ្នកឬក៏អត់ពីព្រោះបើថ្ងៃនេះគេអាចរស់នៅបានដោយគ្មានអ្នកនោះមិនមែនមានន័យថាអ្នកគ្មានតម្លៃនោះទេវាគ្រាន់តែមានន័យថាជីវិតរបស់មនុស្សម្នាក់ៗត្រូវបន្តដំណើររបស់ខ្លួនហើយក៏ប្រហែលជាដល់ពេលដែលអ្នកត្រូវតែបន្តដំណើររបស់អ្នកទៅដែរមនុស្សមិនតែងតែផ្លាស់ប្ដូរទេនៅពេលខ្លះពួកគេគ្រាន់តែឈប់លាក់ខ្លួនតែប៉ុណ្ណោះមានសំណួរមួយដែលមនុស្សខូចចិត្តតែងតែសួរខ្លួនឯងជានិច្ចតើគេផ្លាស់ប្ដូរហើយមែនទេខ្ញុំក៏ធ្លាប់សួរសំណួរនេះដែរខ្ញុំធ្លាប់គិតថាមនុស្សដែលធ្លាប់ទន់ភ្លន់ធ្លាប់តែយកចិត្តទុកដាក់ធ្លាប់តែស្រឡាញ់ខ្ញុំខ្លាំងហេតុអ្វីក៏ថ្ងៃនេះអាចត្រជាក់ចំពោះខ្ញុំបានដល់ថ្នាក់នេះក៏ប៉ុន្តែពេលវេលាបានបង្រៀនខ្ញុំនៅរឿងមួយមនុស្សមិនតែងតែផ្លាស់ប្ដូរទេនៅពេលខ្លះពួកគេគ្រាន់តែលែងមានហេតុផលដែលត្រូវព្យាយាមដូចមុននៅពេលដែលមនុស្សម្នាក់ចង់បានអ្នកពួកគេនឹងបង្ហាញផ្នែកដ៏ស្រស់ស្អាតបំផុតរបស់ខ្លួនឯងចេញមកពួកគេអត់ធ្មត់ស្ដាប់និងយកចិត្តទុកដាក់ប៉ុន្តែនៅពេលដែលបេះដូងរបស់ពួកគេលែងនៅកន្លែងដដែលអ្នកក៏ចាប់ផ្ដើមមើលឃើញពីផ្នែកមួយទៀតរបស់គេមិនមែនព្រោះតែពួកគេជាមនុស្សអាក្រក់ទេប៉ុន្តែពួកគេលែងព្យាយាមលាក់អារម្មណ៍ពិតរបស់ខ្លួនឯងទៀតនោះហើយគឺជាការពិតដែលពិបាកទទួលយកបំផុតមិនមែនព្រោះតែគេខ្លាយទៅជាមនុស្សផ្សេងម្នាក់ទៀតទេក៏ប៉ុន្តែព្រោះតែអ្នកទើបតែឃើញធាតុពិតរបស់មនុស្សដែលគេមិនអាចលាក់ទុកបានតទៅទៀតនៅពេលដែលអ្នកយល់ពីរឿងមួយនេះអ្នកនឹងឈប់សួរថាតើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យគេត្រឡប់មកដូចមុនពីព្រោះអ្នកនឹងដឹងថាអ្នកមិនអាចបង្ខំឲ្យនរណាម្នាក់មានអារម្មណ៍ដូចអ្នកដូចជាថ្ងៃដំបូងបានទេស្នេហាពិតមិនមែនជាការព្យាយាមបង្ខំឲ្យនរណាម្នាក់នៅស្នេហាពិតគឺជាការហ៊ានទទួលយកនៅពេលដែលបេះដូងរបស់គេលែងនៅកន្លែងដដែលដូច្នេះនៅពេលដែលយើងបែកគ្នាយើងមិនបានបាត់បង់គ្នាទៅទេយើងគ្រាន់តែคล้ายទៅជាមនុស្សចម្លែកដែលធ្លាប់ស្គាល់គ្នាខ្លាំងបំផុតខ្ញុំគិតថាការឈឺចាប់បំផុតមិនមែនជាថ្ងៃដែលអ្នកទាំងពីរបែកគ្នាទេវាគឺជាថ្ងៃដែលអ្នកជួបគ្នាម្ដងទៀតអ្នកឃើញគេក៏ឃើញអ្នកចម្ងាយរវាងអ្នកទាំងពីរប្រហែលជាប៉ុន្មានម៉ែត្រតែប៉ុណ្ណោះប៉ុន្តែវាមានអារម្មណ៍ថាឆ្ងាយជាងមនុស្សដែលមិនធ្លាប់ស្គាល់គ្នាទៅទៀតមនុស្សដែលធ្លាប់ដឹងថាស្នាមញញឹមរបស់អ្នកមានន័យអ្វីធ្លាប់ដឹងថានៅពេលដែលអ្នកស្ងាត់គឺអ្នកកំពុងតែឈឺចាប់ធ្លាប់ស្គាល់សូម្បីតែស្នាមភ័យខ្លាចតូចនៅក្នុងបេះដូងរបស់អ្នកនៅថ្ងៃនេះបែរជាដើរកាត់ពីមុខអ្នកដោយមិននិយាយអ្វីសូម្បីតែមួយម៉ាត់ហើយនៅពេលនោះអ្នកក៏យល់ថាមនុស្សម្នាក់នេះអាចរស់នៅប៉ុន្តែលែងមានយើងនៅក្នុងជីវិតរបស់គេទៀតហើយ
ការពិតទាំងនេះគឺឈឺចាប់ណាស់ប៉ុន្តែវាក៏បង្រៀននៅមេរៀនមួយដែរមិនមែនមនុស្សគ្រប់គ្នាដែលចូលមកក្នុងជីវិតយើងនឹងនៅជាមួយយើងជារៀងរហូតនោះទេមនុស្សខ្លះគ្រាន់តែជាចម្ពោះមួយជាចម្ពោះដែលអ្នកមិនអាចលុបចេញបានប៉ុន្តែអ្នកក៏មិនអាចរស់នៅក្នុងចម្ពោះនោះអស់មួយជីវិតដែរដូច្នេះបើថ្ងៃណាមួយអ្នកជួបគេម្ដងទៀតហើយគេធ្វើដូចជាមិនដែលស្គាល់អ្នកសូមកុំស្អប់គេហើយក៏កុំស្អប់ខ្លួនឯងដែរគ្រាន់តែញញឹមស្រាលហើយនិយាយនៅក្នុងចិត្តថាអរគុណដែលធ្លាប់คล้ายទៅជាផ្នែកមួយនៃជីវិតខ្ញុំហើយលាចំពោះមនុស្សដែលធ្លាប់ស្គាល់ខ្ញុំគ្រប់យ៉ាងពីព្រោះនៅពេលខ្លះការបិទបញ្ចប់ដ៏ស្រស់ស្អាតបំផុតមិនមែនជាការឲ្យគេត្រឡប់មកវិញទេក៏ប៉ុន្តែវាគឺជាការដែលអាចនឹកគេដោយមិនឈឺចាប់តទៅទៀតនោះហើយគឺជាថ្ងៃដែលបេះដូងរបស់អ្នកបានជាសះស្បើយយ៉ាងពិតប្រាកដការឈឺចាប់បំផុតគឺពេលដែលមនុស្សធ្លាប់ស្គាល់អ្នកគ្រប់យ៉ាងធ្វើដូចជាមិនស្គាល់អ្នកតទៅទៀតហើយក៏ប្រហែលជាបន្ទាប់ពីស្ដាប់វីដេអូមួយនេះរហូតដល់ចប់អ្នកនឹងយល់ថាជីវិតមិនបានធ្វើឲ្យមនុស្សគ្រប់គ្នានៅជាមួយយើងរហូតនោះទេមានមនុស្សខ្លះដែលចូលមកដើម្បីបង្រៀនយើងពីអត្ថន័យនៃក្តីស្រឡាញ់ហើយក៏មានមនុស្សខ្លះទៀតដែលចាកចេញទៅដើម្បីបង្រៀនយើងអំពីអត្ថន័យនៃការលែងដៃបើថ្ងៃនេះមនុស្សដែលធ្លាប់ស្គាល់អ្នកគ្រប់យ៉ាងលែងស្គាល់អ្នកទៀតហើយសូមកុំចំណាយពេលសួរខ្លួនឯងថាហេតុអ្វីក៏គេផ្លាស់ប្ដូរពីព្រោះសំណួរមួយនោះប្រហែលជាគ្មានចម្លើយដែលអាចធ្វើឲ្យបេះដូងអ្នកធូរស្រាលបានឡើយហើយផ្ទុយទៅវិញសូមសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យបាត់បង់ខ្លួនឯងដោយសារតែមនុស្សម្នាក់ពីព្រោះនៅទីបញ្ចប់មនុស្សដែលនឹងនៅជាមួយអ្នករហូតដល់ថ្ងៃចុងក្រោយមិនមែនជាអតីតស្នេហ៍មិនមែនជានរណាម្នាក់ដែលបានដើរចេញគឺជាខ្លួនរបស់អ្នកដូច្នេះសូមអ្នកថែរក្សាបេះដូងរបស់អ្នកសូមគោរពតម្លៃរបស់អ្នកហើយក៏សូមកុំឲ្យការផ្លាស់ប្ដូររបស់នរណាម្នាក់ធ្វើឲ្យអ្នកឈប់ជឿថាអ្នកសមនឹងទទួលបានសេចក្តីស្រឡាញ់ដ៏ល្អមួយពីព្រោះមនុស្សដែលត្រឹមត្រូវនឹងមិនធ្វើឲ្យអ្នកសួរខ្លួនឯងថាហេតុអ្វីខ្ញុំមិនគ្រប់គ្រាន់ពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្ញុំមានតម្លៃដោយដែលខ្ញុំនេះគឺជាខ្ញុំនាងខ្ញុំសូមអរគុណចំពោះការស្ដាប់វីដេអូនេះរហូតដល់ចប់ប្រសិនបើវីដេអូមួយនេះបានធ្វើឲ្យអ្នកមានអារម្មណ៍ថាទីបំផុតមានអ្នកយល់ពីអ្វីដែលខ្ញុំកំពុងតែឆ្លងកាត់ហើយសូមជួយចុច like subscribe និង share វីដេអូមួយនេះទៅកាន់នរណាម្នាក់ដែលប្រហែលជាកំពុងឈឺចាប់ពីព្រោះមនុស្សដែលធ្លាប់ស្និទ្ធស្នាលបំផុតបានក្លាយទៅជាមនុស្សដ៏ចម្លែកហើយមុននឹងបញ្ចប់ទៅសូមទុកឃ្លាមួយនេះជូនលោកអ្នកការឈឺចាប់មិនមែនជាការដែលគេក្លាយទៅជាអ្នកដទៃទេវាគឺជាការដែលយើងត្រូវរៀនទទួលយកថាមនុស្សម្នាក់អាចនឹងផ្លាស់ប្ដូរខណៈដែលការចងចាំរបស់យើងនៅតែដដែលហើយសូមចងចាំថានៅថ្ងៃណាមួយអ្នកនឹងមិននឹកមនុស្សដែលគេធ្លាប់ក្លាយទៅជាទេអ្នកនឹងអរគុណខ្លួនឯងដែលមិនអនុញ្ញាតឲ្យការផ្លាស់ប្ដូររបស់គេមកបំផ្លាញអនាគតរបស់អ្នកជួបគ្នានៅក្នុងវីដេអូបន្ទាប់នៅក្នុង Meta KA Channel សូមថែរក្សាបេះដូងរបស់អ្នកពីព្រោះអ្នកសមនឹងទទួលបានមនុស្សម្នាក់ដែលនឹងមិនធ្វើឲ្យអ្នកក្លាយទៅជាមនុស្សចម្លែកនៅក្នុងជីវិតរបស់គេនាងខ្ញុំសូមអរគុណនិងសូមគោរពលា